Bàសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងមកមើល limit យើងបន្តទៀតតកតងជាមួយនឹងtrigonometry ណាបាទ limit trigonometry អញ្ចឹងក្នុងនេះយើងចូលដល់លំហាត់អក្សរ m នេះអញ្ចឹងយើងគេថា x ខិតជិត limit x ខិតជិត0នៃអនុគមស៊ីនលើអនុគមស៊ីនអញ្ចឹងមកអញ្ចឹងនៅក្នុងនេះដើម្បីធ្វើវាឲ្យចេញយើងតតែដឹងរៀងវាសិនណាជួនកាលទៅវារៀងកំណត់ធម្មតាទេតែអានេះបើសិនជាយើងជួស0ទៅ x ខិតជិត0កន្លែងនេះ0ហ៎0គុណម្ដុំនេះគឺ0អស់ហើយកន្លែងនេះស៊ីននៃ x ខិតជិត0កន្លែងនេះគឺ0ហើយអញ្ចឹងថារៀងនេះគឺ0លើ0បាទរៀង0លើ0កាលណារៀង0លើ0បែបដឹងណាអញ្ចឹងយើងត្រូវចាំរូបមន្តមូលដ្ឋានគ្រឹះមួយតកតងជាមួយនឹង x ខិតជិត0នៃបាទស៊ីននៃអុយនៃ x អុយនៃ x ហ្នឹងអាហ្នឹងអីអាក្រោមក៏ដាក់ប៉ុណ្ណឹងដែរអុយនៃ x ដែរឬក៏យើងត្រឡប់វាទៅវិញត្រឡប់វាមកវិញក៏ដូចគ្នាដែរណាគឺអុយនៃ x លើស៊ីនបាទអុយនៃ x អាហ្នឹងវាស្មើមួយអានេះរូបមន្តគ្រឹះយើងបាទអញ្ចឹងយើងត្រូវឆ្នៃវាធ្វើយ៉ាងម៉េចឲ្យចូលរូបមន្តបែបហ្នឹងអញ្ចឹងនៅទីនេះយើងឃើញថា limit យើងស្រួលទេគឺអត់អីពិបាកទេអញ្ចឹងយើងឆ្នៃធ្វើម៉េចឲ្យចូលរូបមន្តហ្នឹងមកគឺចូលហើយយើងសង្កេតឃើញថាភាគយកបើសិនជាយើងអានេះ sin 3x បាទ sin 3x បើសិនជាយើងចែកនឹង x អញ្ចឹងវាចែក x អានេះ cx អស់វាអត់បាន 3x ទេប៉ុន្តែបើសិនជាយើងចែកនឹង x ការ៉េកាលណាចែក x ការ៉េអានេះអស់ x អស់សល់ x មួយហើយអាក្រោម x ការ៉េអញ្ចឹងវាចូលហើយចូលរួមមកណាអញ្ចឹងមានន័យថាយើងត្រូវចែកអង្គទាំងពីរហ្នឹងគឺនឹង x ការ៉េចែកនឹង x ការ៉េមកអានេះ sin នៃ 3x អញ្ចឹងបើកាលណាយើងចែក x ការ៉េដាក់ចឹងសិនមកហើយអា x ការ៉េ c មួយ x នេះអស់អញ្ចឹងវាសម្រួលគ្នាអស់សល់ពីបែង x អញ្ចឹងនៅក្នុងកន្លែងនេះគឺ limit x ខិតជិតការ៉េបែបនេះ 5x អញ្ចឹងណាបើសិនយើងចែក x ការ៉េដាក់ចឹងមកកន្លែងនេះយើងអត់តចូលរូបមន្តទេដើម្បីវាចូលរូបមន្តយើងត្រូវបន្ថែមអីកន្លែងថែម3កាលណាថែម3លើសភាគបែងគុណថែមភាគយកវិញដើម្បីសម្រួលនៅកន្លែងនេះយើងបន្ថែមមែនបន្ថែម25បាទ25ណាមានថា5ការ៉េដោយសារតែ limit នៃអាម្ដុំនេះកាលណាវាលើកជាការ៉េអញ្ចឹងអាកន្លែងហ្នឹងភាគបែងវាក៏ត្រូវលើកជាការ៉េដែរនេះដាក់ការ៉េហ៎គេដាក់ការ៉េអូខេដាក់ការ៉េដែរអញ្ចឹងកាលណាដាក់ការ៉េទៅបានវាចូលរូបមន្តឥឡូវពេលដែលយើងគុណថែមការ៉េអញ្ចឹងគុណថែមការ៉េអញ្ចឹងវាលើសអញ្ចឹងយើងដាក់ថា25វិញមកអូខេដើម្បីសម្រួលវាឥឡូវយើងធ្វើវាឲ្យស្រួលមើលតិចមែនសរសេរស្រួលមើលតិចណាបាទ limit បើ x ខិតជិត0នៃអានេះដឹងតែចូលរូបមន្តហើយយើងដាក់វាមកវិញដដែលសិនមកអូខេចែកជាមួយនឹង 3x ហើយគុណជាមួយនឹង3ភាគបែងយើងលើកវាជាការ៉េរួមសិនមកបានវាចូលរូបមន្តអូខេលើមែនលើ5ការ៉េ5ការ៉េ25ចែក x ក្តោបរួមអញ្ចឹងមកយើងដាក់រួមទេណាអូខេអញ្ចឹងយើងដាក់រួមចេះមកលើកវាជាការ៉េអូខេតោះមកគុណឲ្យ25បន្តទៀតវាចូលរូបមន្តនឹងចំនួនលេខចូលអានេះបាន1គុណឲ្យ3ចែកជាមួយនឹង1ការ៉េគុណឲ្យ25អញ្ចឹងវាស្មើជាមួយនឹង3ចែកជាមួយនឹង25សម្រួលអត់បានទេអញ្ចឹងមានន័យថាចម្លើយគឺក៏ប៉ុណ្្នឹងឯងណាបាទ